ជន iSport ជាទីគោរពថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីកម្មវិធីឆែកស្តុកអនឡាញពីម៉ូដក្អាតនៅហាង iSport ទៅតាមសាយហើយនឹងពណ៌មួយតែខាងក្រុមការងារយើងបានរៀបចំការឆែកស្តុកនេះគឺយើងទីមួយត្រូវមានប្រព័ន្ធកុំព្យូទ័រឬទូរស័ព្ទឬក៏ tablet iPhone iPad ជាដើមដើម្បីយើងអាចចូលឆែកទិន្នន័យបានចំពោះប្រភេទ browser ដែលយើងប្រើប្រាស់មកតាមប្រភេទការឆែកហ្នឹងគឺយើងមិនតម្រូវទេយើងអាចប្រើប្រាស់ប្រភេទ Safari ក៏បាន Google Chrome ក៏បាន Firefox ក៏បានតែសំខាន់គឺយើងត្រូវមាន browser មួយដើម្បីយើងចូលទៅមើលខ្ញុំបង្ហាញតែប្រភេទ Safari ដែលប្រើប្រាស់ Google Chrome អញ្ចឹងយើងអាចមើលនៅក្នុងនេះបានដំបូងគឺយើងត្រូវវាយឈ្មោះហៅថាជំហានទី1ទីទូទៅយើងមាន4ជំហានការប្រើប្រាស់ហ្នឹងជំហានទី1យើងត្រូវវាយឈ្មោះ website ដើម្បីឈានចូល www.isportcambodia.com/pos ខ្ញុំផ្សារទៀត www.isportcambodia.com/pos ជាង enter ពាក្យនឹងចូលមកសិនយើងត្រូវចាំបន្តិចសិនតោះគឺយើងចូលផ្ទាំងទិន្នន័យនេះមកគឺយើងត្រូវវាយឈ្មោះ username password ពីទូទៅយើងត្រូវវាយឈ្មោះថ្មីបើសិនជាលោកអ្នកមានយើងអាចចាក់ទៅមកក្រុមការងារយើងបានយើងវាយ user customer ហើយ password គឺ A ធំ B តូច C តូច S 123ហើយកុំភ្លេចចុចសញ្ញា remember me កាលណាចុចសញ្ញា remember me ហើយគឺយើង login ចូលប្រើប្រាស់លើក្រោយគឺមានភាពងាយស្រួលគឺវាចាំ username ហើយ password យើងហ្នឹងមិនថាឈ្មោះអ្នកប្រើប្រាស់ហើយលេខសម្ងាត់របស់យើងនៅពេលក្រោយហើយបន្ទាប់មកចុចសញ្ញា login យើងត្រូវចាំបន្តិចសិនមុននឹងចូល login អញ្ចឹងចូលដល់ជំហានទី2ដែលខ្ញុំបាននិយាយគឺយើងត្រូវវាយឈ្មោះ username password ជំហានទី3គឺយើងត្រូវចូលមើលទិន្នន័យ stock ដែលខ្ញុំ scroll ទាញឡើងលើចុងក្រោយនោះគឺយើងមើលឃើញទិន្នន័យ stock របស់ហាង iSport ដែលបង្កការងាយស្រួលដល់អតិថិជនក្នុងការកម្មង់សរុបយើងមាន50មុខទំនិញហើយទំនិញមួយមានពណ៌ផ្សេងគ្នាច្រើនមិនអតិថិជនរើសខ្ញុំបង្ហាញចំណុចបត់មែនតិចបានន័យថាចំនួនស្តុកទំនិញរបស់យើងគឺយើងបែងចែកទៅតាមលេខកូដរូបភាពហើយចុះតម្លៃយើងឡើងចុះតម្លៃ$2ពីកាក់ឬក៏$8ឬក៏$2គឺទំនិញយើងចុះតម្លៃលក់ដុំជូនអតិថិជនហើយវាបែងចែកតាមពណ៌ហើយទំហំវាមានចំនួនប៉ុណ្ណានៅក្នុងនឹងហើយចំនួនសរុបប៉ុន្តែមានចំណុចមួយដែលគួរទុកចិត្តដាក់ដែរគឺអតិថិជនតាក់ទងនឹង stock គឺយើងបង្ហាញតែ50ឈុតក្នុងមួយទំហំទេដោយទំហំ M ដែលយើងបង្ហាញដល់100ឈុតបើសិនជាយើងឃើញក្រោម50បានន័យថាទិន្នន័យមានតែប៉ុណ្្នឹងទេតែបើសិនជាឃើញ maximum 50អញ្ចឹងទិន្នន័យឧទាហរណ៍ size L នេះមានតែ50អញ្ចឹងវាអាចមានលើ50ហើយអតិថិជនអាចសាកសួរមកក្រុមការងារយើងបានដែលនេះគឺយើងសូមការចេញស្រាយពីអតិថិជនដែលសារជាមិនអាចបង្ហាញទិន្នន័យ stock ទាំងអស់ទៅឲ្យបានហើយយើងអាចមើលតាមនោះទៅហើយយើងអាចសាកសួរមកក្រុមការងារមកយើងវិញមានចំណុចពិសេសមួយទៀតនៅក្នុងជំហាននេះដែរគឺយើងអាចមកមើលប្រភេទទំនិញរបស់យើងនឹងតែថាមាន category របស់យើងគឺប្រភេទទំនិញរបស់យើងគឺប្រភេទអាវអត់ logo គឺយើងបង្ហាញតែអាវ logo ទេតែថាយើងមានអាវអត់ logo ក្មេងអាវ logo ធំក៏បើកអាវ logo ធំក៏មូលហើយនឹងអាវវាក្លៀកចុចលើចំណុចមួយទៅគឺយើងនឹងឃើញប្រភេទទំនិញមួយទាំងអស់ក្នុងហ្នឹងហើយយើងចុច search តែវាចុច search ហើយគឺយើងបង្ហាញទិន្នន័យមកនៅក្នុងហ្នឹងយើងទិន្នន័យប្រភេទអាវទំនិញរបស់យើងអញ្ចឹងយើងអាចធ្វើការ log in ចូលទៅយើងអាចមើលឃើញទិន្នន័យហើយជំហានចុងក្រោយទី4គឺយើងចូលនៅកន្លែងសញ្ញាព្រួយនេះឬក៏ចូលនៅកន្លែងខាងលើនេះតែថាយើង add bookmark ដាក់ឈ្មោះiSport stock iSport
ហើយចុច edit bookmark ទៅគឺវានឹងចងចាំប្រភេទកម្មវិធីជានៅក្នុងកុំព្យូទ័រប្រភេទ browser របស់លោកអ្នកដើម្បីងាយស្រួលការប្រើប្រាស់នៅពេលក្រោយដូច្នេះបើសិនជាអតិថិជនទទួលការកម្មង់ពីភ្ញៀវគឺយើងអាចឆែកមើលទៅតាមទិន្នន័យដូចនេះបានហើយបើសិនមានចម្ងល់គឺអាចតាក់ទងមកក្រុមការងារយើងបានយើងធ្វើដូច្នេះដើម្បីកាត់បន្ថយពេលវេលាហើយបង្កការងាយស្រួលដល់អតិថិជនក្នុងការឆែកទិន្នន័យរបស់យើងដោយសារយើងជាទូទៅគឺយើងអាប់ដេតជាងកែប្រែស្តុកយើងរៀងរាល់ការស្តុកចេញចូលគឺយើងធ្វើការកែប្រែភ្លាមៗដូច្នេះទិន្នន័យនេះគឺយើងអាចប្រើប្រាស់ហើយនឹងទុកចិត្តបានដូច្នេះបើសិនជាអតិថិជនចាប់អារម្មណ៍គឺយើងអាចចូលសាកល្បងប្រើហើយជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកដែលបានតាមដានវីដេអូនេះហើយបើសិនជាមានចម្ងល់គឺអាចតាក់ទងក្រុមការងារដែលខ្ញុំបានដាក់លេខទូរស័ព្ទនៅកន្លែងគឺ010 66